ជំរាបសួរសួស្តីពុកម៉ែបងប្អូនមកហើយបងប្អូនមកហើយកមួនទឹកខ្មុំមកធម្មជាតិរបស់ខ្មែរយើងបងប្អូនមិនងាយបានជួបទេបងប្អូនអើយឥឡូវបានជួបហើយគាត់ថាសាច់វារៀងជាប់កាក់អំពៅខ្លះបងប្អូនសាច់វាជាប់កាក់អំពៅខ្លះប៉ុន្តែទឹកស្អាតបងប្អូនទឹកខ្មុំហ្មងងាយបានជួបទេបងប្អូនអើយហើយគឺមានហើយតែអត់មានច្រើនទេបងប្អូនមានប្រហែលជា10គីឡូជាងស្អាតណាស់បងប្អូនស្អាតមែនទែនហ្មងបងប្អូនមើលសាច់ប្រភេទនេះមិនបាច់ចាំឈួលពុលទេបងប្អូនគ្រាន់តែយើងលើកប្រចាំថ្ងៃគឺវាចូលបាត់ហើយមើលសាច់វាបងប្អូនសាច់មុំជាប់មកដល់អញ្ចឹងបើសិនជាពុកម៉ែបងប្អូនស្រឡាញ់ចង់បានអង្កាំខ្សែកខ្សែដៃអីអាចតាកតងមកបានមានមិនច្រើនទេបងប្អូនមានប្រហែលជា10គីឡូជាងទេបងប្អូនឆាតមកមុនបានមុនតែរៀងយូរប្រហែលជាអត់បានទេព្រោះថាមានមិនច្រើនទេបងប្អូនបាទអរគុណ